សូមស្វាគមន៍មកកាន់ MD Trader បាទហើយថ្ងៃនេះផងដែរខ្ញុំនឹងចែករំលែកជូនពុកម៉ែបងប្អូនអំពីបាទការចូលលេងទីផ្សារសម្រាប់ថ្ងៃទី19ខែ3 2025នេះបាទថាតើខ្ញុំនឹងទទួលបានលទ្ធផលយ៉ាងណាបាទយើងទៅទស្សនាទាំងអស់គ្នាណាបាទកុំឲ្យខាតបាទខ្ញុំប្រើបាទ candlestick តែ1នាទីទេហើយ start OK stick របស់ខ្ញុំដូចដែលបង្ហាញជូន time frame 1នាទីដូចគ្នាបាទហើយការចូលលេងទីផ្សារខ្ញុំប្រើដើមទុនតែ$5បាទធ្វើការចូលអូខេខ្ញុំធ្វើការសម្រេចចិត្ត click up ដែលសារហេតុផលបាទមួយចំនួនទី1គឺ stack OK stick នេះគឺប៉ះជាមួយនឹងតំបន់ oversold បាទទីបំផុតដែលវាជាតម្រុយមួយដែលបាទមានន័យថាវាហក់ឡើងលើទី2គឺពាក់ព័ន្ធទៅលើ candlestick វាចាប់ផ្ដើមធ្វើតូចកម្លាំងវាខ្សោយជាងជាហេតុផលដែលខ្ញុំសម្រេចចិត្តធ្វើការចូលបាទអាប់តែតាមមើលតើខ្ញុំអាចទទួលបានផលចំណេញឬក៏យ៉ាងណាយើងទៅទស្សនាទាំងអស់គ្នាណាបាទអូខេខ្ញុំទទួលបានផលចំណេញមួយហើយបាទមួយ percent នេះបាទឥឡូវខ្ញុំស្វែងរកទីផ្សារមួយផ្សេងទៀតដ៏ល្អបាទអូខេបាទនេះខ្ញុំធ្វើការសម្រេចចិត្តតែចុចប៉ុន្តែពេលដែលខ្ញុំចុចហើយខ្ញុំមានអារម្មណ៍ថាខ្លួនឯងសម្រេចចិត្តខុសដោយសារតែកម្លាំងរបស់ candlestick វានៅខ្លាំងអញ្ចឹងវានឹងបន្តចុះប៉ុន្តែខ្ញុំសម្រេចចិត្តធ្វើការចុចអាប់បាត់ទៅហើយបាទវាលឿនពេកអញ្ចឹងណាមានថាការសម្រេចចិត្តរបស់យើងលឿនពេកនេះជាមេរៀនមួយដែលពេលដែលយើងចាប់ផ្ដើមចូលលេងសារកោគឺយើងត្រូវតែប្រយ័ត្នថារាល់ការចូលគឺត្រូវតែអង្កេតមើលច្បាស់សិនមុនយើងចូលអញ្ចឹងណាបាទអូខេមិនជាបញ្ហាទេខ្ញុំនឹងធ្វើការចូលលេងនៅទីផ្សារបន្តទៀតអូខេនេះខ្ញុំខាតមួយហើយបាទប៉ុន្តែខ្ញុំនឹងធ្វើការសម្រេចចិត្តបាទ click up បន្តទៀតបាទដោយសារតែខ្ញុំបាននិយាយចឹងថាខ្សែបន្ទាត់ stack OK stick នេះវាបាន retest ជាមួយនឹងតំបន់ oversold មានតំបន់ទាបបំផុតហើយចឹងជាហេតុផលដែលខ្ញុំហ៊ាននិយាយថាវានឹង reversal ឡើងទៅប៉ះជាមួយនឹងខ្សែបន្ទាត់ moving average អូខេចឹងយើងសាកមកទស្សនាទាំងអស់គ្នាតើខ្ញុំនឹងទទួលបានផលចំណេញឬក៏យ៉ាងណាអូខេបាទខ្ញុំទទួលបានផលចំណេញមួយទៀតបាទចឹងយើងទៅមើលមួយទៀតបាទអូខេខ្ញុំនឹងធ្វើការសម្រេចចិត្ត click up បាទនេះជាហេតុផលមួយដោយសារតែហេតុផលទី1គឺ stack OK stick បានប៉ះជាមួយនឹងតំបន់ oversold ហើយហេតុផលទី2គឺpattern មានន័យថា candlestick ហ្នឹងគឺមានទម្រង់លក្ខណៈ shadow វែងអញ្ចឹងវាមានន័យថាវាមានកម្លាំងស្ទុះហោះទៅលើបាទប៉ះដើម្បីប៉ះតំបន់ឬក៏ខ្សែបន្ទាត់ moving average ហ្នឹងហើយចឹងអូខេចឹងខ្ញុំគិតថាខ្ញុំទទួលបានផលចំណេញប៉ុណ្ណេះហើយការលេងរបស់ខ្ញុំតែ4ទេបាទថ្ងៃហ្នឹងបាទអរគុណច្រើនជម្រាបពុកម៉ែបងប្អូន